ថ្ងៃនេះយើងមានមុខម្ហូបមួយមុខហៅថាស៊ុបស៊ីឈួនតោះឥឡូវយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាដំបូងយើងដាក់ឆ្នាំងឲ្យក្តៅបន្ទាប់មកយើងចាក់ខ្លាញ់ដើម្បីរំលែងនៅគ្រឿងរបស់យើងសម្រាប់គ្រឿងយើងមានដូចជាខ្ញីស្លឹកក្រូចគល់ស្លឹកគ្រៃរំដេងហើយនិងខ្ទឹមសបន្ទាប់មកយើងចាប់ផ្ដើមរីងវាឲ្យឡើងឈ្ងុយល្អបន្ទាប់ពីគ្រឿងឡើងឈ្ងុយល្អហើយយើងចាប់ផ្ដើមដាក់ដុំស៊ីឈួនរបស់យើងចូលបន្ទាប់ពីគ្រឿងនិងដុំស៊ីឈួនឡើងឈ្ងុយល្អហើយយើងចាប់ផ្ដើមចាក់ទឹកស្ករចូលឥឡូវនេះទឹកស៊ុបរបស់យើងគឺបានពុះហើយបងប្អូនឥឡូវយើងចាប់ផ្ដើមថែមគ្រឿងសម្រាប់គ្រឿងបន្ថែមមានដូចជាស្ករស1ស្លាបព្រាកាហ្វេអំបិលគ្រឿង1ស្លាបព្រាកាហ្វេរ៉ូឌីដាក់1ស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេហើយយើងបន្ថែមទឹកដោះគោឆៅមួយកំប៉ុងផងដែរបន្តមកទៀតយើងចាប់ផ្ដើមដាក់ប្រហិតយើងចូលបន្ទាប់ពីទឹកស៊ុបរបស់យើងពុះមួយសន្ទុះយើងចាប់ផ្ដើមដាក់បន្លែចូលតែប៉ុណ្ណេះទឹកស៊ុបស៊ីឈួនរបស់យើងគឺបានរួចរាល់អរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូតាំងពីដើមរហូតដល់ចប់សូមអរគុណ